ដំបងពុកមិនជឿលើតារាសាស្ត្រទេតែក្រោយពេលដែលសម្ពុះជីវិតយើងនៅជាលោកព្រំសាវ៉ាពុកពិតជាអរគុណចំពោះមេឃខ្លាំងណាស់ផ្កាយម្ចាស់ភ្លឺថ្លាចំណែកផ្កាយភ្ញៀវនោះបើតាមមូលហេតុគឺត្រូវមានមេតបធុបម្នាក់បាត់បង់ជីវិតប្រហែលជាការដើរលើខ្លួនជូគឺលីអ្នកយកការប្រាប់ថាគេចេញមកប្រយុទ្ធទាំងឈឺសង្ឃឹមថាចឹងទៅចុះមនុស្សបែបនេះ1000ឆ្នាំគម្រប់បានជួបបានរស់គួរឲ្យស្អប់ស្លាប់គួរឲ្យស្ដាយ